សួស្តីបងប្អូនកំពុងតែទស្សនា Channel Radar Moi News ថ្ងៃនេះខ្ញុំមានព័ត៌មានថ្មីមួយពាក់ព័ន្ធជាមួយនឹងបងប្អូនដែលជាអ្នករលួយតាមបណ្ដាញសង្គម YouTube រហូតមកដល់ថ្ងៃទី23គឺជាពេលវេលាមួយរយៈពេល20ឆ្នាំហើយបើយើងគិតតាំងពីថ្ងៃដែល YouTube មានវត្តមាននៅក្នុងបណ្ដាញសង្គមរយៈមួយនេះកាលពី20ឆ្នាំមុនមានវីដេអូមួយឈ្មោះថាដាក់ចំណងជើងថា Me at the Zoo គឺជាវីដេអូដំបូងគេបំផុតដែលត្រូវបានគេបង្ហោះនៅក្នុងបណ្ដាញ YouTube នេះហើយលោកអ្នកដែលប្រើប្រាស់ YouTube ដឹងហើយថា YouTube គឺជាបណ្ដាញមួយដែលគ្រប់គ្រងដោយ Google ហើយក៏មានបងប្អូនយើងជាច្រើនជាអ្នកដែលរកលុយតាមបណ្ដាញសង្គម YouTube នេះផងដែរអ្នកដែលរកលុយតាមបណ្ដាញសង្គម YouTube គឺបានតាមរយៈការផ្សព្វផ្សាយពាណិជ្ជកម្មនៅលើវីដេអូរបស់យើងអញ្ចឹងពីមុនគឺมันមានមនុស្សច្រើនទេដែលជឿថា YouTube អាចរកប្រាក់ចំណូលបានក៏ប៉ុន្តែអ្នកដែលរកចំណូលតាម YouTube គេបានដឹងហើយថា YouTube ពិតជាផ្ដល់លុយឲ្យពួកគេមែនរយៈពេល20ឆ្នាំកន្លងទៅនេះមកយោងតាមសារព័ត៌មាន NBC News គឺបានបញ្ជាក់ថាមានវីដេអូរហូតដល់ទៅ20,000 លានវីដេអូវាស្មើនឹង20 billion videos ដែលត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គម YouTube នេះរយៈពេល20ឆ្នាំកន្លងមកនេះអញ្ចឹង20ឆ្នាំមកនេះ20,000 លានវីដេអូគឺមិនធម្មតាទេលោកអ្នកច្រើនមែនតើហើយនៅរៀងរាល់ថ្ងៃគឺមានវីដេអូ upload ជាថ្មីនឹងជាបន្តបន្ទាប់មួយថ្ងៃហ្នឹងមកយោងតាមប្រភពសារព័ត៌មានគឺបញ្ជាក់រហូតដល់ទៅប្រហែលជា2 លានវីដេអូឯណោះដែលត្រូវបានគេបង្ហោះជារៀងរាល់ថ្ងៃហើយបើយោងតាមទិន្នន័យបានបញ្ជាក់ថាពីឆ្នាំ2021ដល់ឆ្នាំ2024 YouTube បានផ្ដល់លុយទៅដល់អ្នកដែលធ្វើការបង្ហោះវីដេអូនៅលើបណ្ដាញសង្គមយ៉ាងហ្នឹងគឺរហូតដល់ទៅ$7,000 លានអញ្ចឹងលោកអ្នកដែលកំពុងតែមើលវីដេអូខ្ញុំនេះប្រហែលជាអ្នកដែលទទួលបានលុយខ្លះហើយតាមមើលអ្នកដែលធ្វើ YouTube មកតែខ្ញុំអត់ទាន់បានលុយអីមួយផ្សេងពី YouTube ទេប៉ុន្តែកំពុងតែធ្វើការផ្សព្វផ្សាយនៅព័ត៌មានដើម្បីជាការផ្សព្វប្រើប្រាស់នៅប្រព័ន្ធបណ្ដាញសង្គម YouTube នេះគឺផ្សព្វផ្សាយព័ត៌មានអញ្ចឹងលោកអ្នកអាចមើលព័ត៌មានអន្តរជាតិដើម្បីបង្កើនលើចំណេះដឹងរបស់យើងពាក់ព័ន្ធជាមួយនៅអ្វីដែលកំពុងតែកាត់ឡើងនៅលើពិភពលោករបស់យើងអញ្ចឹង NBC News ក៏បានបញ្ជាក់ផងដែរថាបណ្ដាញសង្គមនេះគឺជាបណ្ដាញសង្គមមួយដ៏ធំហើយអាចនិយាយបានថាជាបណ្ដាញសង្គមដែលពោពេញទៅដោយព័ត៌មានជាច្រើនព្រោះបច្ចុប្បន្ននេះអ្នកដែលមើលទូរទស្សន៍គឺមានការថមថយច្រើនហើយដែលគេបដោតទៅលើការប្រើប្រាស់នៅបណ្ដាញសង្គម YouTube នេះដោយសារតែ YouTube គឺជា platform មួយជាវេទិកាមួយដែលលោកអ្នកដែលមានមាតិកាល្អចែករំលែកក៏ដូចជាការធ្វើនៅមាតិកាកំ pl ែងមាតិកាអប់រំចម្រៀងផ្សេងជាច្រើនត្រូវបានដាក់នៅលើ platform តែមួយហ្នឹងគឺ YouTube ហ្នឹងដូច្នេះអ្នកដែលមានអ៊ីនធឺណិតគេអាចមើល YouTube បានគឺគេអាចដឹងព័ត៌មានគេអាចដឹងអំពីរឿងរ៉ាវច្រើនបើធៀបជាមួយនឹងទូរទស្សន៍ដូច្នេះព័ត៌មាននេះគឺពិតជាមានការភ្ជាប់ផ្អើលមែនតើដោយសារតែមានវីដេអូរហូតដល់ទៅ20,000 លានវីដេអូហើយរយៈពេល20ឆ្នាំអញ្ចឹងអ្នកដែលកំពុងតែធ្វើការងារទៅលើ YouTube នេះគាត់នឹងបន្តរកចំណូលបានតាមរយៈការផ្សព្វផ្សាយពាណិជ្ជកម្មលើវីដេអូរបស់គាត់អញ្ចឹងលោកអ្នកដែលមានវីដេអូឬមាតិកាល្អអាចផលិតចែកចម្លែកទៅហើយសង្ឃឹមថាពេលណាមួយលោកអ្នកនឹងអាចរកប្រាក់ចំណូលបានតាមរយៈបណ្ដាញសង្គម YouTube ហើយខ្ញុំមិនទាន់បានរកលុយពី YouTube បានទេប៉ុន្តែខ្ញុំនឹងព្យាយាមបង្ហោះវីដេអូនៅលើ YouTube របស់ខ្ញុំដើម្បីជាផ្នែកមួយនៃការផ្សព្វផ្សាយព័ត៌មានក៏ដូចជាការចែករំលែកនៅចំណេះដឹងភាសាអង់គ្លេសទៅកាន់អ្នកដែលទស្សនានៅ Channel របស់ខ្ញុំអញ្ចឹងបើសិនជាលោកអ្នកចូលចិត្តឬមួយក៏លោកអ្នកចង់ដឹងព័ត៌មានថ្មីស្ដីអំពីព្រឹត្តិការណ៍នៅក្នុងប្រទេសឬក៏ព្រឹត្តិការណ៍អន្តរជាតិជាពិសេសលោកអ្នកអាច Subscribe Channel របស់ខ្ញុំដែលមានឈ្មោះថា Radar Moi News ហើយនៅ Channel អង់គ្លេសរបស់ខ្ញុំមានឈ្មោះថាអូនស្មីអរគុណសម្រាប់ការទស្សនានៅវីដេអូនេះហើយយើងនឹងជួបគ្នានៅវីដេអូផ្សេងទៀតពាក់ព័ន្ធជាមួយនឹងព្រឹត្តិការណ៍ជាតិនិងអន្តរជាតិ